វិទ្យាថ្នាក់ទី9មេរៀនទី1ចំនួនអក្សរនិទានត្រង់ទំព័រទី13ថ្ងៃនេះដែរយើងចូលមកដល់លំហាត់ទី4គេឲ្យចូលសម្រួលរ៉ាឌីកាល់លំហាត់របស់យើងគឺមានន័យថាគេឲ្យអ្នកទាំងអស់គ្នាបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់លំហាត់ទី1ឬការ៉េ y ការ៉េចឹងដើម្បីបញ្ចេញមួយចំនួនចេញពីឬការ៉េអ្នកទាំងអស់គ្នាត្រូវបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ2សិនទើបអាចបញ្ចេញពីឬការ៉េបានប៉ុន្តែលំហាត់របស់យើងនេះគឺរ៉ាឌីកង់ស្វ័យគុណ2ស្រាប់ហើយចឹងអ្នកទាំងអស់គ្នាអាចបញ្ចេញមកគឺបានតម្លៃដាច់ខាតនៃ y មូលហេតុដែលបញ្ចេញមកជាប់តម្លៃដាច់ខាតដោយសារតែ y របស់យើងនេះយើងអត់ទាន់ដឹងថាវាជាចំនួនវិជ្ជមានឬក៏អវិជ្ជមានចឹងរាល់ចំនួនដែលយើងអត់ដឹងថាវាវិជ្ជមានឬក៏អវិជ្ជមានរាល់នៅពេលដែលចេញពីឬត្រូវតែបំពាក់តម្លៃដាច់ខាតឬក៏ដាក់តម្លៃដាច់ខាតចូលមកដល់លំហាត់ទី2របស់យើងគឺឬការ៉េ x ស្វ័យគុណ4យើងអាចសរសេរបានថាឬការ៉េx ការ៉េលើកជាការ៉េទាំងអស់គ្នានៅចាំរូបមន្តការថ្នាក់ទី8ទេស្វ័យគុណ a ស្វ័យគុណ n លើកជាស្វ័យគុណ m ស្មើនឹង a ស្វ័យគុណ n គុណនៃ m អញ្ចឹងរាល់មួយចំនួនដែលយើងអាចលើកជាស្វ័យគុណ2បានគឺអាចបញ្ចេញពីឬការ៉េបានហើយអញ្ចឹងបញ្ចេញមកគឺស្មើនឹងតម្លៃដាច់ខាតនៃ x ការ៉េដោយសារតែយើងអត់ទាន់ដឹងថា x របស់យើងជាចំនួនវិជ្ជមានឬក៏អវិជ្ជមានទេអញ្ចឹងយើងត្រូវតែដាក់តម្លៃដាច់ខាតប៉ុន្តែរាល់ចំនួនអវិជ្ជមានលើកជាការ៉េស្មើនឹងចំនួនវិជ្ជមានចំនួនវិជ្ជមានលើកជាការ៉េស្មើនឹងចំនួនវិជ្ជមានអញ្ចឹងចេញមកគឺ x ការ៉េចូលមកដល់លំហាត់ទី3របស់យើងឬការ៉េ x ការ៉េ y ការ៉េស្វ័យគុណ4យើងអាចសរសេរបានថាឬការ៉េ x y ការ៉េលើកជាការ៉េបញ្ចេញពីឬបានតម្លៃដាច់ខាត x y ការ៉េរាល់ចំនួនដែលលើកជាការ៉េអញ្ចឹងខ្លាចទៅជាចំនួនវិជ្ជមានហើយអញ្ចឹងអាចចេញពីតម្លៃដាច់ខាតបានគឺស្មើនឹង y តម្លៃដាច់ខាតនៃ x មកដល់លំហាត់បន្ទាប់របស់យើងដកឬការ៉េ y ការ៉េស្វ័យគុណ6ដកនៅខាងមុខឬគឺយើងដាក់ដកមកដដែលឬការ៉េ y ការ៉េស្វ័យគុណ6យើងអាចសរសេរបានថា y ការ៉េស្វ័យគុណ3លើកជាការ៉េអញ្ចឹងរាល់រ៉ាឌីកង់ដែលលើកជាស្វ័យគុណ2អាចបញ្ចេញពីឬការ៉េបានហើយអញ្ចឹងដកយើងដាក់មកវិញដដែលអញ្ចឹងបញ្ចេញមកគឺបានតម្លៃដាច់ខាតនៃ y ការ៉េស្វ័យគុណ3ចូលមកដល់លំហាត់បន្ទាប់ឬការ៉េ16លើ x ការ៉េអញ្ចឹងយើងអាចសរសេរបានថាឬការ៉េ16គឺស្មើនឹង4ការ៉េចំណែកតែ x ការ៉េគឺនៅតែ x ដដែលអញ្ចឹងចេញមកគឺតម្លៃដាច់ខាតនៃ4លើ x ដោយសារតែ4នៅភាគយកជាចំនួនវិជ្ជមានអញ្ចឹងយើងអាចសរសេរបានថា4លើតម្លៃដាច់ខាតនៃ x មកដល់លំហាត់បន្ទាប់ឬការ៉េ100លើ n ស្វ័យគុណ4យើងអាចសរសេរបានថា100គឺស្មើនឹង10ការ៉េ n ស្វ័យគុណ4យើងអាចសរសេរបានថា n ការ៉េលើកជាការ៉េចាបញ្ចេញពីឬគឺបានតម្លៃដាច់ខាតនៃ10លើ n ការ៉េអញ្ចឹង10នេះជាចំនួនវិជ្ជមានអញ្ចឹងអាចបញ្ចេញពីតម្លៃដាច់ខាតបានគឺស្មើនឹង10ហើយ n ការ៉េក៏អាចចេញពីតម្លៃដាច់ខាតបានដែរចេញមកគឺបាន n ការ៉េចូលមកដល់លំហាត់បន្ទាប់ឬគូប 8x ស្វ័យគុណ3យើងអាចសរសេរបានថាឬគូប8យើង
យើងសរសេរបានទៅជា 2x លើកជាស្វ័យគុណ3 8ស្មើនឹង2ស្វ័យគុណ3បញ្ចេញពីរឹសមកបាន 2x ដោយសារតែរឹសគូបខុសពីរឹសការ៉េរឹសគូបយើងមិនចាំបាច់ដាក់តម្លៃដាច់ខាតទេចូលមកដល់លំហាត់ចុងក្រោយរបស់យើងគឺដករឹសការ៉េ 64m ស្វ័យគុណ3ចឹងសញ្ញាដកនៅមុខរឹសយើងដាក់មកដដែលសិន64យើងអាចសរសេរបានថា8ការ៉េចឹងបានទៅជា 8m លើកជាការ៉េហើយគុណ m បញ្ចេញពីរឹសមកបានដកតម្លៃដាច់ខាតនៃ 8m រឹសការ៉េ m ចឹង8ជាចំនួនវិជ្ជមានចឹងអាចចេញពីតម្លៃដាច់ខាតបានចេញមកស្មើនឹង8ជួបជាមួយនឹងសញ្ញាដកនៅខាងមុខគឺបានដក8តម្លៃដាច់ខាតនៃ m រឹសការ៉េ m